mong chân chia đình bóng kinh chia cách chia tuồng hàn la bóng là rồi chia ca mi đẹp dày hà tình tình dày ta sâu bắn buông Campuchia sạch tư chuyên biên nhìn bố chi bình nắm ruộng ngân kinh pruôn chất bàn pranh nha buồn bàn sắc a kẹng hoa dê na sắm để mà chia ca còn riêng a bút hành nữ kẹt đi đây nữ bầy mà đã chia mùi tung bát tung đuôi tay tay chui bia đồ cổ bà chiết phu mình chia vô thì a bút hành ruộng kia chia bấm lăng tay mùi riêng a bút hành khen bọn đi miền trì tôm đất quân cây đen chù hôn saiลูกจุ่มที่บุรณีเสนาธิกาโปรเทียนเร่งขมายรอบเปลี่ยนมันพลิกคนโลกลายការផលិតការជួញដូរគ្រឿងញៀនគឺជាទោសអក្រិតប្រសិនបើអ្នកនៅតែបន្តហើយមិនបញ្ឈប់អ្នកក៏មិនអាចរួចពីសំណាញ់ច្បាប់បានឡើយโดยពេជ្ររុំលិចចេញរូបរាងមានជាសំនៀងច្រៀងប្រាប់ខែមរាអាពីមួយធំស្គំស្កៃអង្គចាខ្ញុំសូមរក្សាការពារថែគេចាខ្ញុំបាទវន្ទាក្រុមគ្នាដឹងគុណក្រៃអំណោយថ្លាថ្លៃសំដេចហ៊ុនសែន
បុរនីសំពូនបានប្រទានឲ្យខ្ញុំផ្ដាច់ញៀនសាងជីវិតថ្មីរៀនអាវុធហាត់ខែនបនពីមានជ័យដល់សពអ្វីដល់ខ្ញុំក្រុមប្រាដល់ក្តីសង្ឃឹមចំណេះដឹងខ្ញុំមាននេះគឺជាស្ពានឈានទៅអនាគតត្រូវតែផ្ដាច់ញៀនខំរៀនសាងឈ្មោះថ្មីរួមឲ្យមានន័យប្របីកើតការក្រមលំដេជួជំនោសន្តិភាពអង្គិវត្តសាងជាតិមានទំហំរុងរឿងចឹងទេបានជាយើងចាត់ទុកអ្នកញៀនគ្រឿងញៀនមិនមែនជាអក្រិតជនទេក៏ប៉ុន្តែគឺជាជនរងគ្រោះទៅដែលយើងត្រូវយកចិត្តទុកដាក់ដាច់គ្រឿងញៀនពីគេហើយបណ្ដុះបណ្ដាលគេអប់រំគេមេវិជាការក្រមរាជអាវុធហត្ថក៏ដូចជាមេវិជាការមួយពីនេះគឺមានសុខសន្តិដ៏ខ្ពស់ចំពោះការយកចិត្តទុកដាក់ដល់ក្មួយដែលរងគ្រោះដោយសារសារជាតិគ្រឿងញៀននេះពួកយើងទាំងអស់គ្នាត្រូវនិយាយថាទេពួកគ្រឿងញៀនរៀនអាវុធហាត់ខែនបនពីមានជ័យដល់សពអ្វីដល់ខ្ញុំក្រុមប្រាដល់ក្តីសង្ឃឹមចំណេះដឹងខ្ញុំមាននេះគឺជាស្ពានឈានទៅអនាគតត្រូវតែផ្ដាច់ញៀនខំរៀនសាងឈ្មោះថ្មីរួមឲ្យមានន័យប្របីកើតការក្រមលំដេជួជំនោសន្តិភាពអង្គិវត្តសាងជាតិមានទំហំរុងរឿងយ៉ាមកក្រំទៀតចាត់ទៅយើងខ្ញុំទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែននិងលោកជំទាវ ប៊ុនរនីហ៊ុនសែនដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះពួកយើងខ្ញុំដោយកន្លងមកត្រូវបានអ្នកជិតខាងក្រុមគ្រួសារនិងសង្គមសពើមិនរាប់រកទុយទៅវិញចំពោះសម្ដេចហ៊ុនសែននិងលោកជំទាវតែងចាត់ទុកពួកយើងខ្ញុំជាជនរងគ្រោះយើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរបវរសួស្តីសេរីមង្គលវិបុលសុខជូនដល់សម្ដេចហ៊ុនសែននិងលោកជំទាវបុត្រាបុត្រីចៅប្រុសចៅស្រីព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបតែពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណទីគុំគ្នាដឹងគុំក្រៃអំណោចឡាថ្លៃសំដាច់គុំសែលោកជំទាវ ប៊ុនរនីសំពូនបានប្រទានឲ្យខ្ញុំផ្ដាច់ញៀនសាងជីវិតថ្មី
មានអាវុធហាត់ខែនបនពីមានជ័យដល់សពអ្វីដល់ខ្ញុំគ្រប់ប្រាដល់គេសំខឹមចំណេះទឹកខ្ញុំមានគឺជាស្ពានឈានទៅអនាគតត្រូវតែផ្ដាច់មានខំរៀនសាងឈ្មោះថ្មីរួងឲ្យមានន័យប្របីថ្កើងការក្រោមលំពេចូលជំនោសន្តិភាពអភិវឌ្ឍសាស្ត្រជាតិ